បងប្អូនធ្លាប់ទៅ hide folder មែនទេចុះបើចង់ hide drive វិញតែយើងគួរធ្វើបែបណាតោះមកមើលទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ Windows O ហើយវាយពាក្យ gp edit.msc ហើយបងប្អូនចុច enter បន្តមកបងប្អូនរកមើលពាក្យ user configuration បងប្អូនយកពាក្យ administrative template ហើយបងប្អូនចូលទៅកាន់ Windows component បន្តមកបងប្អូន scroll មករកពាក្យថា file explorer បន្តមកទៀតគឺបងប្អូនរកពាក្យថា hide this specify drive in my computer បងប្អូនdouble click លើវាមកតមកបងប្អូនយកពាក្យ enable ហើយចង់ចំណុចនេះបងប្អូនអាចជ្រើសរើសយក drive ណាមួយដែលបងប្អូនចង់ hide អញ្ចឹងខ្ញុំឧទាហរណ៍ដូច drive D តមកបងប្អូន apply ហើយចុច OK អញ្ចឹងយើងទៅមើល result ទាំងអស់គ្នានេះគឺ drive D ត្រូវបាន hide ហើយបងប្អូនហើយបើសិនជាបងប្អូនចង់យក drive D មកវិញបងប្អូនចូលទៅ drive ដដែលហើយយកពាក្យ not configure បន្តមកបងប្អូន apply ហើយ OK ហើយយើងចូលទៅកន្លែង drive របស់យើងបងប្អូនធ្វើការ refresh មួយជាការស្រេច